នេះជា level នៃការគ្រប់គ្រងនៅ level of management អញ្ចឹងខ្ញុំសូមបញ្យល់អ្នកទាំងអស់គ្នាពី level នៃ manager មានថា manager មានប្រមាណលំដាប់គឺមាន3លំដាប់ធំគឺ top manager middle manager និង front line manager front line manager នេះគឺជា manager ដូចជាថ្នាក់ supervisor នៅក្នុងអង្គភាពមួយណាអញ្ចឹងវាជា manager ដែលប្រើជំនាញណាប្រើជំនាញខ្លាំងណាហើយ middle manager នេះដូចជា manager ដូចជា manager នៅក្នុងក្រុមហ៊ុនគ្រប់ផ្នែកនីមួយៗហើយនឹង top line manager នេះគឺជា manager ដែលកំពូលដូចជាថ្នាក់ CEO ដែលប្រើគំនិតក្នុងការរិះគិតរកយុទ្ធសាស្ត្រដើម្បីធ្វើម៉េចក៏ដោយដើម្បីបង្កើតនៅការវិវត្តក្រុមហ៊ុន